នេះគឺជា Scolopendra នេះគឺជាសត្វអណ្ដើកមាសហើយនេះគឺជា Monkey ចូលមកសាកល្បងបន្តអាគមមួយចំនួន The Insecto អត់ទេបងប្អូនវាមិនដំណើរការនៅថ្ងៃនេះទេអូអត់ទេតើសត្វល្អិតទាំងអស់របស់ខ្ញុំទៅណាតើពួកវាបានបាត់ទៅហើយយឺវានៅក្នុងបន្ទប់ទទួលភ្ញៀវបងប្អូននេះគឺជាសត្វអណ្ដើកបិទកូនបាល់យ៉ាវ៉ូនេះគឺជា Monkey ធំនេះគឺជាសត្វអណ្ដើកបិទកូនបាល់ពួកវាអាចចូលមកជាកូនបាល់នេះហើយជាមូលហេតុដែលមនុស្សហៅពួកវាថា Roly Poly ទោះបីជាយើងហៅពួកវាថាសត្វអណ្ដើកបិទកូនបាល់ក៏ដោយតែពួកវាជាសត្វក្រពើដូចជាក្តាមបង្គានិងក្តាមសមុទ្រខ្ញុំត្រូវការខ្សែវេទមន្ទិលរបស់ខ្ញុំចូលប្រែក្លាយសត្វល្អិតនេះជាផលិតផលក្មេងលេងខ្ញុំត្រូវការនេះចាប់បានហើយអ្នកក្មេងក្រឡេកអូនេះគឺជាសាពងទឹកសាពងទឹកនេះមើលទៅដូចជាពងទឹកខ្មៅតើអ្នកគិតដូចខ្ញុំតែដែរបងប្អូនពួកវាមិនសូវស្មោះស្ម័គ្រនិងមិនសូវប្រកាន់ហើយពួកវានឹងខំតែបើពួកវាត្រូវបានរំខានពួកវាធ្វើអណ្ដើកដែលមើលទៅមិនស្អាតប៉ុន្តែរឹងមាំជិតដីក្នុងកន្លែងងឹតពួកវាមានការមើលមិនល្អដោយសារតែពួកវាមិនអាចមើលឃើញល្អពួកវាប្រើអណ្ដើករបស់ពួកវាដើម្បីស្គាល់ការញាក់ពេលវេលាត្រឡប់ទៅវិញហើយសាពងទឹកវាជាឃ្មុំធំមែនទេនេះគឺជាឃ្មុំជាអ្នកបង្កើតផ្កាដ៏អស្ចារ្យឃ្មុំជួយដំណាំដុះដោយដឹកផ្កាដែលមិនមានពួកវាយើងនឹងមិនមានផ្លែឈើបន្លែច្រើនឃ្មុំនិយាយដោយរាំពួកវាធ្វើការរាំបញ្ចេញពិសេសដើម្បីប្រាប់ឃ្មុំផ្សេងទៀតថាតើកន្លែងណាដើម្បីរកផ្កាការវីឃ្មុំកុំខាំខ្ញុំចូលធ្វើអាហារសម្រាប់ឃ្មុំមាននឹងឃើញអណ្ដើកទឹកឃ្មុំហើយទុកទឹកឃ្មុំដែលមានប្រមូលបានឃ្មុំទឹកឃ្មុំធ្វើទឹកឃ្មុំពីផ្កាដែលមានទឹកឃ្មុំហើយរក្សាវានៅក្នុងអណ្ដើកទឹកឃ្មុំរបស់ពួកវាសម្រាប់អាហារចាប់បានហើយអ្នកតូចដែលមានសម្លេងហើអេវ៉ាតើអ្នកអាចជួយខ្ញុំរកសត្វល្អិតទាំងអស់របស់ខ្ញុំហើយប្រែក្លាយពួកវាជាផលិតផលក្មេងលេងវិញបានទេកុំនិយាយបន្ថែមទៀត Steve វ័យខ្ញុំចូលរួមអូនេះគឺជា Monkey ពួកវាមិនសូវឡត់ហើយរងចាំពេលវេលាដ៏ល្អិតខ្ចោះដើម្បីវាយ Monkey ជាសត្វបបាញ់ឯកទេសអាចចាប់សត្វមូសសត្វក្រពើនិងសត្វកណ្ដូលតូចបានពួកវាមានភ្នែកធំហើយអាចបង្វិលក្បាលបានជិត180ដឺក្រេដើម្បីរកសត្វបរិភោគឥឡូវនេះអ្នកនឹងមិនរត់ទៅទៀតបងប្អូនតើអ្នកបានស្ដាប់សំឡេងនោះដែរនោះគឺជាសត្វអណ្ដើកមាសអណ្ដើកមាសងាយស្រួលស្គាល់ដោយសារតែខ្លួនពណ៌ក្រហមនិងចំណុចខ្មៅប៉ុន្តែអណ្ដើកមាសខ្លះអាចមានពណ៌ទឹកក្រូចលឿងខ្មៅឬមកផ្កាឈូកបន្ថែមពីលើនេះពួកវាការពារសួនច្បារនិងដំណាំដោយសារតែពួកវាហូបសត្វល្អិតយាយចាប់បានហើយនេះគឺជាសត្វកណ្ដាលស្នែងដោយសារតែពួកវាហូបឈើស្លាប់ពួកវាជួយបង្វិលសារធាតុចិញ្ចឹមទៅដីវិញសត្វកណ្ដាលស្នែងប្រុសមានច្រមុះធំដែលមើលទៅដូចស្នែងក្តាននេះហើយជាមូលហេតុដែលពួកវាត្រូវបានហៅថាសត្វកណ្ដាលស្នែងទៅជាមួយខ្ញុំលោកសត្វកណ្ដាលស្នែងនេះអ្វីទៅអូនេះគឺជាសត្វស្លាបព្រាតើអ្នកដឹងទេថាមានអ្នកជំនាញស្លាបព្រាច្រើនជាងសត្វស្លាបស្រុកច្រើនទៀតមានច្រើនជាង160,000ប្រភេទព
ព័ត៌មានគួរឲ្យចាប់អារម្មណ៍សត្វស្លាបព្រាមិនហូបក្រណាត់ដោយខ្លួនឯងទេវាជាពងស្លាបព្រាដែលហូបសរសៃធម្មជាតិអូតអាយ៉ាអ្នកមិនអាចចាប់ខ្ញុំបានទេទៅអូនេះគឺជាស្កូឡូវេនត្រាពួកវាមានជើង30ទៅ100ជើងតាមទំហំរបស់ពួកវាស្កូឡូវេនត្រាមានល្បឿនលឿនណាស់ហើយពួកវាក៏ចូលចិត្តលាក់ខ្លួនផងដែរចាប់បានហើយសត្វល្អិតតូចទៅនេះគឺជាសត្វកណ្ដូរពួកវាអាចរស់បានលើសប្តាហ៍ដោយគ្មានក្បាលព្រោះពួកវាទៅដង្ហើមតាមខ្លួនសត្វកណ្ដូរជាសត្វល្អិតមួយប្រភេទដែលលឿនបំផុតផងដែរអូតព្រះជុំចាស់ហើយអ្នកដឹងទេមិត្តថាសត្វកណ្ដូរមានស្លាបរស់នៅគ្រប់ទីកន្លែងជុំវិញពិភពលោកលើកលែងតែទីកន្លែងត្រជាក់បំផុតដូចជាអង់តាក់ទិកពេលត្រឡប់ទៅវិញហើយកណ្ដូរនេះគឺជាសត្វស្រមោចសត្វស្រមោចមិនមានត្រចៀកឬសួតទេពួកវាស្ដាប់តាមការញ័រនិងដកដង្ហើមតាមរន្ធូចនៅលើខ្លួនសត្វស្រមោចមានកម្លាំងខ្លាំងណាស់ពួកវាអាចដឹកវត្ថុដែលធ្ងន់ជាងទម្ងន់របស់ពួកវា50ដងអូតគ្រប់គ្រាន់ហើយឥឡូវនេះខ្ញុំអាចចាក់ចេញពីកន្លែងស្រុកខ្លួនរបស់ខ្ញុំចាប់បានហើយស្រមោចដូចនេះគឺជាសត្វមូសស្រាលសត្វមូសមានភ្នែកធំដែលបង្កើតពីកញ្ចក់តូចរាប់ពាន់ដែលអនុញ្ញាតឲ្យពួកវាមើលឃើញជាច្រើនទិសដៅនៅពេលតែមួយអូចេញពីខ្ញុំទៅមកទីនេះវេលាដល់ល្អិតខ្ចប់ចំណេះដឹងគួរឲ្យចាប់អារម្មណ៍មួយគឺប្រតិកម្មរបស់សត្វមូសស្រាលលឿនជាងមនុស្សយើងដូច្នេះហើយពួកវាហាក់ដូចជាជិះគ្រប់លើកបាយដងក្រហមខៀវនេះគឺជាសត្វដង្កូវត្រឡប់ទៅវិញចុងបញ្ចប់ខ្ញុំបានប្រមូលគ្រប់សម្ភារៈលេងសត្វល្អិតរបស់ខ្ញុំហើយ Stevie មើលនេះ Lo insecto ដាសាអ្នកបានធ្វើអ្វីមិនម្ដងទៀត Oopsie យើងចាប់ផ្ដើមការសាកល្បងរបស់យើងទៅអេវ៉ាអូយ៉ាងហោចវ៉ាវយើងបន្ថែមបន្តិចទៀតអេវ៉ាមិនបានទេបញ្ឈប់វិញអូមិនបានទេភ្លើងឡាវ៉ាយើងត្រូវរត់ឡាវ៉ាអូព្រះជុំចាស់ឡាវ៉ាអូព្រះជុំចាស់ជួយផងលឿនស្ទេហ្វេអេវ៉ាយើងទៅលាក់ខ្លួននៅត្រំបូលីនអូខេលឿនយើងមានគ្រប់ទីកន្លែងអ្នកណាជួយផងអូមិនបានទេមានភ្លើងច្រើនណាស់
ជួយផង Ba. ជួយយើងផង កុំឲ្យត្រូវការជំនួយពីខ្ញុំជាន់ដីគឺជាភ្លើង Step Boy Eva ខ្ញុំកំពុងមកស្ទើរហើយ យើងជាប់នៅទីនេះជារៀងរហូត កុំយំ Step Boy ខ្ញុំមានគំនិតមួយ ទៅបាទៅ ខ្ញុំនឹងបញ្ជូបឡាវ៉ា អូមិនបានទេ ខ្ញុំឃ្លាន ខ្ញុំភ្លានយើងគួរធ្វើអ្វី ខ្ញុំមានស្ករគ្រាប់កុំឲ្យវីរ៉ាស ស្ករគ្រាប់ក៏មកបានដែរ វាមើលទៅឆ្ងាញ់ណាស់ខ្ញុំចង់ញ៉ាំវា ខ្ញុំមិនអាចចូលវា កុំបារម្ភខ្ញុំមានគំនិតមួយ យើងធ្វើពពកនមក ពិធីពពកន វ៉ាពពខនច្រើនណាស់ ខ្ញុំជន់ជ្រន់ណាស់ យើងមកសប្បាយមួយ អ្វីទៅនោះ យើងរៀបចំខ្នើយ ខ្នើយពណ៌ក្រហម មើលទៅស្អាតណាស់ ឥឡូវនេះគឺពេលវេលាសាងសង់ផ្ទះវានឹងគួរឲ្យចាប់អារម្មណ៍ វ៉ាគួរឲ្យចាប់អារម្មណ៍ណាស់ វ៉ាវាពិតជាសប្បាយណាស់ គួរឲ្យស្រឡាញ់ណាស់ រងចាំមកទៅផ្ទះអ្នកឥឡូវនេះ លវ៉ាមានគ្រប់ទីកន្លែង អរគុណប៉ាយើងស្រឡាញ់ផ្ទះទ្រាំបូលីនរបស់យើង Step Boy ចាប់រូបលេងពីកាតខក បាពីកាពីឥឡូវនេះវាគឺជារូបលេងពីកាតធំពីកាជាពីកាមានអ្វីខុសអេវ៉ារត់មកខ្ញុំឆាប់ ខ្ញុំកំពុងមករងចាំ ពីកាជាអូរងចាំពីកាជាពីកា មានអ្វីកើតឡើង យើងមកធ្វើមិត្តជាមួយពីកាទៅ អូខេ ពីកាមើលទៅពីកាឈូឃ្លានហើយ ខ្ញុំមានបន្សំផូកម៉ូននៅទីនេះយកទៅ អូ come on Oreo ពីកា យើងបើក Oreo មើលសិន PQ Oreo អូច្រើនទៀតនេះជារបស់ខ្ញុំ អវ៉ាយើងភ្លេចអំពីពីកាឈី អូខ្ញុំភ្លេចស្រឡះ យើងនៅសល់គុយទាវពុកមុនប៉ុណ្ណោះ អើយខ្ញុំផ្ដល់វាទៅគាត់ អូទេខ្ញុំបាត់វាខ្ញុំត្រូវធ្វើអ្វីលើនេះ ពីកាជាពីកាមានអ្វីកើតឡើង Steffi កុំយំខ្ញុំមានប្រដាប់ប្រដាថ្មី Yay
คุณ Orkona ba? Ote lever kampong lang po. Knyom pai. Staffy មកកាន់ខ្ញុំ កុំបារម្ភក្មេងខ្ញុំកំពុងមករត់អ្នក យើងត្រូវធ្វើអ្វី ខ្ញុំមិនដឹងយើងប្រើធ្នូបានទេមើលទៅអ្វីដែលខ្ញុំមាន ហើយមើលទៅអ្វីដែលខ្ញុំមាន នេះជាជួយជំនះ លឿនប៉ាវាកំពុងមកជិត យើងធ្វើបានហើយចកលើវានេះទៅយើងមកបញ្ជុកលើវាទាំងអស់គ្នា អូខេ រួចរាល់ បាទយើងធ្វើបានហើយ យើងមានបញ្ហាអ្វីមួយទៀត ទឹកច្រើន មានទឹកច្រើនពេក យេវូហ៊ូ អេវ៉ាយើងលេងរួមគ្នាជាមួយរថយន្តនិងប៉េងប៉ោង អាលិចអ្នកមិនឃើញថាខ្ញុំរវល់ខ្លាំងទេអូ អូខេខ្ញុំមានគំនិតមួយ យើងបូមវាអូបាត់ពេងប៉ោងច្រើនណាស់ ហាហា ចាប់ផ្ដើមសប្បាយអេវ៉ាយើងលេងរួមគ្នា ខ្ញុំមិនអាចធ្វើរឿងនេះបានទេ មកទៅយើងចេញទៅលេង ទេអាលិចទេ ចំណាយពេលលើទូរស័ព្ទច្រើនពេកមិនល្អសម្រាប់អ្នកទេ អូនេះអ្នកតូចវាមិនគួរឲ្យអស់សំណាយទេសូមឲ្យវាមកវិញ អូប្រយ័ត្ននៅភ្នែករបស់អ្នក ពេលវេលាសប្បាយបន្ថែម អាលិចជួបនៅទីនេះសូមឲ្យភេទខ្ញុំមកវិញ ចាប់ខ្ញុំប្រសិនបើអ្នកអាចមកនេះនឹងចាប់ខ្ញុំ អ្នកគ្មានផ្លូវរត់ទេអាលិច អាលិច Fantastic ខ្ញុំចាប់បានអ្នកហើយអាលិច អ្នកមិនអាចចាប់ខ្ញុំបានទេ មានអ្វីកើតឡើងនៅទីនេះ ប៉ាខ្ញុំធ្វើអ្វីនេះដោយខ្លួនឯង យើងគ្រាន់តែចង់លេង វាជាការច្នៃប្រឌិតខ្លាំងណាស់អាលិចកុំមើលយើងធ្វើជាន់ពេងប៉ោងនៅជាន់ក្រោម
ដូមិត្តសូមច្នៃប្រឌិតនិងសប្បាយជាមួយគ្រួសាររបស់អ្នក